ចាសសួស្តីថ្ងៃនេះអ្នកគ្រូចង់បើកទលាយពីក្នុងចិត្តហ្មងមានភ្ញៀវអាសាបងប្អូនយើងក៏អាសាសួរអ្នកគ្រូខ្ញុំចង់បានកូនតើខ្ញុំគួរជ្រើសរើសការព្យាបាលបែបណាព្យាបាលធម្មជាតិឬក៏ព្យាបាលបាញ់ចូលមានជីវិតឬក៏បកកកំណើតខ្ញុំពិបាកមែនតើអ្នកគ្រូចង់និយាយអញ្ចឹងណាអ្នកគ្រូនឹងលើកយកសាច់រឿងពិតៗដែលបងប្អូនយើងគាត់អញ្ជើញមកហើយមានជាក់ស្ដែងដូចថ្ងៃនេះអញ្ចឹងយើងមានបងប្អូនយើងគាត់លំបាកមានកូន9ឆ្នាំហើយអ្នកខេត្តណាហើយបទពិសោធន៍គាត់ស្ត្រីម្នាក់អាយុ33ឆ្នាំបងប្អូនយើងចាប់ផ្ដើមទទួលអារម្មណ៍ហ្នឹងណាចង់និយាយថាព្យាយាមតាមធម្មជាតិមិនជោគជ័យធ្វើIUI 2 ដងអត់ជោគជ័យទៀតតែខ្ញុំសរសើរគាត់អស្ចារ្យមែនតើគាត់អាចឈានទៅដល់ IVF 2 ដងទៀតចង់និយាយថាអារម្មណ៍ហ្នឹងមិនមានមនុស្សស្រីច្រើនអ្នកទេដែលអាចធ្វើបានណាឆ្លងកាត់ការលំបាកច្រើនមែនតើ IVF 2 ដងអត់ជោគជ័យទៀតចង់និយាយអញ្ចឹងណាហើយការងារលំបាកមានកូនជំងឺលំបាកមានកូនមិនមែនមានតិចទេណាគឺច្រើនណាហើយមិនមែនមានតែក្នុងប្រទេសយើងទេនៅប្រទេសអឺរ៉ុបប្រទេសទំនើបមិនមែនអភិវឌ្ឍក៏គេមានបញ្ហានឹងដូចគ្នាដែរឥឡូវខ្ញុំលើកខេសមួយទៀតបងស្រីប្អូនស្រីនោះអាយុ30ជាងទេតែខ្ញុំតាម Telegram គាត់ថាគាត់ធ្វើ IVF នៅកូរ៉េអត់ជោគជ័យចឹងនិយាយចឹងមិនមែនថា IVF ស្រុកខ្មែរអត់ជោគជ័យនៅស្រុកគេដឹងតែជោគជ័យមិនមែនចឹងទេណាហើយគាត់ក៏ចង់សួរយោបល់ខ្ញុំថាវាយ៉ាងម៉េចខ្លះអញ្ចឹងខ្ញុំក៏ប្រឹក្សាទៅតាមលក្ខខណ្ឌគាត់ចង់ជាក់ស្ដែងអញ្ចឹងអ្វីដែលសំខាន់នៅពេលដែលយើងត្រៀមយកកូនយើងត្រូវតែរក្សាគីឡូឬក៏យកគីឡូធម្មតាកុំឲ្យលើគីឡូដូចគាត់អញ្ចឹងមានលើគីឡូលើអីខ្ញុំចាប់ផ្ដើមឲ្យគាត់សម្រកគីឡូសិនសម្រកគីឡូហើយញ៉ាំវីតាមីនត្រៀមយកកូននោះត្រូវរើសវីតាមីនត្រូវតាមដានមើលថាយើងញ៉ាំទៅនឹងឡើងគីឡូអត់បើឡើងគីឡូកុំញ៉ាំពីព្រោះការព្យាបាលយកកូនត្រូវការឲ្យអត់ឲ្យឡើងគីឡូនៅពេលដែលយើងឡើងគីឡូលើទម្ងន់ខ្លាំងវាមានវិបត្តិអរម៉ូនគេហៅ insulin resistant ឬក៏អីផ្សេងទៀតដែលបងញីអត់រីកស្ទាប់ស្បូនស្ដើងកូនទុំអត់ជាប់ដូច្នេះរឿងសំខាន់ត្រូវបញ្ចុះគីឡូឬក៏កុំឲ្យលើគីឡូអញ្ចឹងណាចឹងមានរឿងមួយទៀតដល់សាច់រឿងមួយទៀតមានអូនមួយនោះជាវិជ្ជបណ្ឌិតដែរតែគាត់ផ្នែកសង្គ្រោះបន្ទាន់ខ្ញុំនិយាយស្មោះត្រង់